bạn đã bóc ở video này cứ trong trong mà để dòngពីការរស់នៅនៅក្នុងប្រទេសថៃគឺអត្តចរិតរបស់ជនជាតិថៃគឺមានបែបណាខ្លះបាទជាពិសេសជាមួយនឹងបងប្អូនខ្មែរយើងបាទឥឡូវនេះគឺខ្ញុំនិយាយដោយខ្ញុំនិយាយនេះគឺលក្ខណៈខ្ញុំនៅកណ្ដាលបងប្អូនបាទយើងនៅកណ្ដាលបាទយើងនិយាយទៅគឺធៀបពិតហើយនិយាយត្រូវពិតប្រាកដបាទអឺប្រទេសថៃគឺមាននិយាយចំផ្ទៃដីគឺធំជាងខ្មែរយើង3ដងហើយមានជនជាតិច្រើននៅក្នុងហ្នឹងបាទជនជាតិច្រើននៅក្នុងហ្នឹងហើយអត្តចរិតក៏ខុសៗគ្នាដែរបាទគឺបើថៃចំបាទថៃចំបាទបើន័យថាថៃក្រុងថេពបាទថៃក្រុងថេពនេះគឺអត្តចរិតគឺល្អបាទមានភាពល្អច្រើនខ្ញុំឲ្យបន្ទុកដល់ទៅ90%បាទគឺនិយាយរួមទៅមានចិត្តមេត្តាជាច្រើនបាទអានឹងបងប្អូនខ្មែរយើងដែលធ្លាប់ដើរដឹងហើយថៃចំបាទហើយថៃខាងផាត់តាយបាទខាងផាត់តាយនេះគឺអត្តចរិតពួកគាត់កាចបាទកាចហើយអត្តចរិតពួកគាត់ហ្នឹងមិនសូវជាល្វីលល្វល់ជាមួយនឹងអ្នកណាទេគាត់នៅតែក្រុមគ្នាគាត់ចឹងទៅហើយនិយាយរួមទៅគាត់ឲ្យតម្លៃតែខ្លួនគាត់ហើយនឹងគ្រួសារគាត់ទេពេលណាយើងដើរជួបគាត់ពងហូបបាយហូបអីចឹងគេមិនហៅយើងទេបាទតែចរិតគេអញ្ចឹងគឺគេអត់ល្វីលល្វល់ជាមួយនឹងខាងក្រៅទេសូម្បីតែកូនថៃគ្នាគេដែលនៅក្នុងប្រទេសហ្នឹងក៏គេមិនរវល់ដែរបាទគឺផាត់តាយគឺបែបហ្នឹងបាទហើយថៃខ្មែរសុរិនបាទខ្មែរសុរិនហ្នឹងគឺថៃខ្មែរសុរិនហ្នឹងបងប្អូនខ្លះយល់ថាប្រកាសជាគាត់ចេះនិយាយខ្មែរអញ្ចឹងហើយប្រកាសជាត្រូវជាមួយខ្មែរយើងសិទ្ធស្នាលមិនមែនទេបងប្អូនថៃខ្មែរសុរិននេះគឺនៅរៀងខ្លួនជាមួយនឹងខ្មែរយើងបាទនៅរៀងខ្លួនគាត់មិនអាក្រក់ជាមួយយើងទេប៉ុន្តែគាត់មិនស្នាលអីជាមួយយើងដូចការគិតរបស់យើងដែរបាទបើយើងសួរគាត់ក៏ឆ្លើយទៅបើមិនសួរក៏ហើយទៅបាទរៀងហើយរៀងខ្លួនយើងទៅហ្នឹងថៃខ្មែរសុរិនបាទហើយនៅខាងខ្មែរសុរិនហ្នឹងគឺនិយាយទៅខ្មែរដូចខ្មែរយើងអញ្ចឹងប៉ុន្តែពេលដែលខ្មែរយើងទៅនៅហ្នឹងគឺនៅជុំមួយពួកគាត់ហ្នឹងគឺធម្មតាបាទអាហ្នឹងគឺបែបហ្នឹងប៉ុន្តែថៃដែលខ្មែរយើងនៅជាមួយហើយមានបញ្ហាជាមួយគ្នាច្រើនគឺថៃអេសានបាទថៃអេសាននេះមានភាពដែលអត្តចរិតរបស់គាត់រៀងអាក្រក់ហ្នឹងគឺខ្ញុំឲ្យបន្ទុកគឺ60%បាទអ្នកល្អ40បាទគឺពួកគាត់ហ្នឹងបើនៅធ្វើការស៊ីចង្វាក់ជាមួយខ្មែរយើងលោកលំជាមួយគ្នាប៉ុន្តែក៏អាចក៏ប៉ះពាល់គ្នាដែរបាទអាហ្នឹងគឺបែបហ្នឹងឆ្លុះគ្នាមើងងាយគ្នាដែលបងប្អូនទៅទិញនេះទិញនោះគាត់គេមិនលក់ឲ្យអីហ្នឹងអាហ្នឹងគឺប៉ះពួកគាត់ហើយបាទគឺបែបហ្នឹងគឺខាងថៃអេសាននេះគាត់ថាមួយខ្មែរយើងមានបញ្ហាមួយគ្នាអញ្ចឹងប៉ុន្តែបើជាមួយភូមិមាទេពួកគាត់នឹងស្អប់ភូមិមាច្រើនជាខ្មែរយើងទៀតបាទអាហ្នឹងគឺបែបហ្នឹងហើយថៃអេសានហ្នឹងបងប្អូនគឺដើរធ្វើការគឺជួបគ្នាតែម្ដងពួកគាត់ហ្នឹងគឺធ្វើការត្រូវធ្វើការគឺជួបគ្នាជាមួយខ្មែរយើងណាបាទអាហ្នឹងគឺបែបហ្នឹងហើយមួយវិញទៀតបងប្អូនថាទៅទិញឃើញ content ខ្លះគេថាទៅទិញគេមិនលក់ឲ្យគេមិនឲ្យតម្លៃមិនឲ្យអីមិនមែនទេបងប្អូនវាមានប៉ះខ្លះបាទប៉ះខ្លះតែបើឲ្យប៉ះច្រើនមិនមែនទេព្រោះឯងបងប្អូនខ្មែរយើងនៅតែធ្វើការវាច្រើនមិនសូវជាល្វីល្វល់ជាមួយនឹងថៃប្រហែលទេវាច្រើនតែជាមួយខ្មែរយើងឯនឹងឯងបាទហើយជាពិសេសបើសិនជាអ្នកលក់ដូរខ្មែរយើងភាគច្រើននិយមទិញគឺតូបរានខាប្រចាំតំបន់បាទដូចជាវិស័យកសាងបាទរោងងានរោងអីចឹងទៅគឺគាត់ទិញនឹងកន្លែងតំបន់បាទតែនៅតំបន់ហ្នឹងគឺគេមិនមានពេលមកឆ្លោះគ្នាឬក៏មើងងាយនេះមើងងាយនោះទេព្រោះអីគាត់លក់តម្រូវការយកប្រយោជន៍គាត់អញ្ចឹងគាត់បើកសមុទ្រសិនបាទន័យថាបើកសភៅមួយឲ្យខ្មែរយើងជឿឲ្យភូមិឲ្យឡាវអីជឿអញ្ចឹងទៅហើយយើងទៅជឿគាត់មានអីត្រូវមកអាក្រក់ដល់យើងបាទមកអាក្រក់ដល់យើងស្មើនឹងគាត់បំផ្លាញខ្លួនឯងគាត់ហ្នឹងបាទហ្នឹងអត់ត្រូវទេបាទគឺបែបហ្នឹងហើយជាពិសេសមួយទៀតអ្នកលក់តាមឡានកាប់ខាវហៅឡានកាប់ខាវហ្នឹងណាបាទអាហ្នឹងក៏គេឲ្យខ្មែរយើងសិនដែរឲ្យជឿដូចគ្នាហើយពួកគាត់ហ្នឹងល្អណាស់បាទល្អណាស់ជាពិសេសហ្នឹងច្រើននៅបងប្អូនខ្មែរយើងតែខ្ញុំនិយាយប្រកាសណាភាគច្រើនច្រើនសិនឲ្យរត់ចោលគេក៏មានដែរបាទអានេះជាការពិតបាទអាហ្នឹងយើងនិយាយលក្ខណៈជាកដាលហើយបងប្អូនដែលធ្លាប់ដើរនៅប្រទេសថៃបងប្អូនដឹងហើយបាទខ្ញុំនិយាយប៉ុណ្ណឹងបងប្អូនយល់បាទច្រើនបងប្អូនខ្មែរយើងទៅផ្លេតទេអាហ្នឹងបាទមិនយល់ច្បាស់ណាបាទអាហ្នឹងគឺបែបហ្នឹងអញ្ចឹងអ្នកលក់ដូរដែលនៅក្នុងប្រទេសថៃហ្នឹងជាពិសេសឡានកាប់ខាវហើយនឹងតូបលក់ចានតំបន់ហ្នឹងគាត់មិនមកមើងងាយអ្នកណាទេបាទព្រោះជាប្រយោជន៍គាត់
ហើយបងប្អូនទៅទិញអីតូខាងក្រៅទិញទូចហ្នឹងអាហ្នឹងគេអាចនឹងមើលស្រាលយើងខ្លាយព្រោះអីយើងយូរទៅទិញគេម្ដងអាហ្នឹងគេមិនទៅតែ care មួយយើងទេអាហ្នឹងគឺបែបហ្នឹងមិនថាគេមិនថាយើងអាហ្នឹងយើងនិយាយធៀបពិតបាទ